Sistem ពុកម៉ែបងប្អូនថ្ងៃនេះផងដែរនាងខ្ញុំចង់មក review តាក់ទងជាមួយនឹងដំណាំក្រោយផ្ទះចាមានដូចជាសអមដើមស្ដៅដើមចេកជាដំណាំធម្មតាដែលយើងដាំដើម្បីទុកសម្រាប់ធ្វើម្ហូបជាប្រចាំគ្រួសារណាពុកម៉ែបងប្អូនព្រោះដោយសារតែដឹងស្រាប់ហើយថាដីយើងរៀងធំដែរនៅខាងក្រៅយើងកុំទុកចោលយើងកុំទុកទំនេរចោលយើងដាំទៅដូចជាសអមលឹកងប់ក្រូចឆ្មាដើមស្ដៅដើមលហុងអីផ្សេងសម្រាប់ដីនឹងខ្ញុំនៅខាងក្រៅនេះរៀងវែងដែរធំយើងអាចដាំបានច្រើនប៉ុន្តែដូចពុកម៉ែបងប្អូនឃើញស្រាប់ហើយថាស្មៅគឺដុះសឹងថាស្មើនឹងដំណាំទៅហើយបងប្អូនកលេចមើលឃើញនេះគឺដើមក្រូចឆ្មាគឺនៅក្នុងដីរបស់ខ្ញុំមកចំហៀងនេះគឺខ្ញុំដាំក្រូចឆ្មាសុទ្ធតែម្ដងក៏ព្រោះតែដំណាំក្រូចឆ្មាគឺជាតម្រូវការរបស់ប្រជាជនខ្មែរយើងគឺគាត់មានតម្រូវការច្រើនទៅតាមផ្ទះមួយចំនួនខ្លះទៅគាត់ដាំម្ដងពីរដើមសម្រាប់ទុកគ្រាន់ស្លប៉ុន្តែសម្រាប់តាមផ្ទះខ្លះទៀតគឺគាត់អត់មានដាំទេដូច្នេះតម្រូវការក្រូចធ្វើបិទតែរៀងថោកបន្តិចនេះនៅរដូវវស្សានេះប៉ុន្តែគឺនៅតែបានថ្លៃហើយក៏បានជាចំណូលប្រចាំថ្ងៃផងដែរអញ្ចឹងបងប្អូនកុំទុកដីចោលអាចដាំដំណាំផ្សេងមិនថាតែដើមក្រូចមិនថាតែដើមស្អមឬក៏ដើមអីផ្សេងទេបងប្អូនមានឬក៏បងប្អូនអាចដាំបានទទួលផលបងប្អូនដាំទៅយើងជាងយើងទុកដីទំនេរចោលណាហ្នឹងហើយប្តីរបស់ខ្ញុំចុងសប្តាហ៍គឺគាត់មកម្ដងដើម្បីគាត់សម្អាតក៏ដូចជាជំរះដោយបងប្អូនឃើញស្រាប់ហើយថាជុំចិត្តគឺសិតតែស្មៅទាំងអស់គឺគាត់បានទៅតែនឹងមកជំរះទៀតដោយសារតែទុកគ្នាចោលយូរហើយឪពុករបស់ខ្ញុំក៏គាត់មិនសូវបានដិតដល់ដែរដោយសារតែឪពុករបស់ខ្ញុំគាត់មានចំការសម្រាប់មើលថែដំណាំផ្សេងទៀតអញ្ចឹងណាបន្ទាប់មកគឺមានតែប្តីរបស់ខ្ញុំទេដែលគាត់មកដើម្បីជួយសម្អាតនៅខាងក្រៅផ្ទះយើងច្បាស់ណាស់ថាយើងដាំដំណាំគឺតែងតែមានស្មៅជុំវិញចិត្តថ្ងៃបងប្អូនគឺពិបាកថែស្មៅបន្តិច